មនុស្សរកចិត្តម្នាក់នេះបានឆុងមីកញ្ចប់មួយចានជារៀងរាល់ថ្ងៃមិនដែលខានឡើយក្នុងរយៈពេល8ឆ្នាំមកនេះប៉ុន្តែអ្វីដែលចម្លែកនោះគឺគេមិនដែលញ៉ាំវាឡើយគេគ្រាន់តែប្រើកន្សែងជូតសម្អាតស្នាមប្រេងឲ្យស្អាតរួចប្រើទូរស័ព្ទថតរូបបង្ហោះក្នុងបណ្ដាញសង្គមដោយកំណត់ឲ្យតែក្រុមគ្រួសារនិងមិត្តភក្តិជិតស្និទ្ធមើលឃើញប៉ុណ្ណោះហើយគោលបំណងដែលគេធ្វើបែបនេះគឺដើម្បីបន្លំធ្វើឲ្យគេជឿថាម្ចាស់ទូរស័ព្ទនៅមានជីវិតនៅឡើយក្នុងរយៈពេល8ឆ្នាំមកនេះគេបានប្រើល្បិចនេះដើម្បីសម្លាប់ក្មេងស្រីស្អាតៗអស់ចំនួន8នាក់មកហើយលើពីនេះគេមានសមត្ថភាពគេចវេះពីការតាមដានខ្លាំងណាស់គេអាចគេចផុតពីការតាមប្រមាញ់របស់ប៉ូលីសបានរាល់ដងយប់មួយនោះក្មេងស្រីម្នាក់ដោយសារតែហត់នឿយនឹងការងារពេកបានដេកលក់នៅលើឡានក្រុងលុះដល់ចំណតនាងក៏បានជ្រុះទូរស័ព្ទទៅលើដីដោយអចេតនាហើយវាត្រូវបានបរិសម្នាក់នោះរើបាននៅពេលឃើញសម្រស់ដ៏ស្រស់ស្អាតរបស់ក្មេងស្រីនៅលើអេក្រង់វាក៏បានដាស់អារម្មណ៍ចង់ដឹងចង់ឃើញរបស់គេភ្លាមៗគេចង់បើកទូរស័ព្ទដើម្បីលួចមើលរឿងឯកជនរបស់នាងប៉ុន្តែគេព្យាយាមច្រើនដងហើយក៏នៅតែមិនអាចបំបែកលេខកូដបានព្រាមនោះគេក៏នឹកឃើញល្បិចមួយដោយវាបំបែកអេក្រង់ទូរស័ព្ទនោះចោលតែម្ដងបន្ទាប់មកគេក៏បានដោះគ្រឿងក្នុងទូរស័ព្ទរួចដំឡើងឧបករណ៍លួចស្ដាប់ទៅក្នុងនោះរួចហើយគេក៏បានប្រើកម្មវិធីបដូរសំឡេងបន្លំធ្វើជាស្រីស្អាតម្នាក់ដើម្បីទេទៅរកក្មេងស្រីនោះគេប្រាប់នាងថាគេរើបានទូរស័ព្ទរបស់នាងប៉ុន្តែអេក្រង់វាបែកទៅគេយកវាទៅផ្ញើនៅហាងជួសជុលឲ្យបាត់ទៅហើយបន្ទាប់មកក្មេងស្រីនោះក៏បានទៅតាមអាសយដ្ឋានដែលគេប្រាប់គឺនៅអគារស្នាក់នៅចាស់មួយកន្លែងតាមផ្លូវដែលមានសភាពងងឹតខ្លាំងហើយស្ទើរតែគ្មានអ្នករស់នៅទីនោះឡើយនៅពេលរុញទ្វារចូលទៅសៀវមីក៏បានឃើញទូរស័ព្ទរបស់នាងដាក់នៅលើតុភ្លាមសៀវមីលើកមើលទៅឃើញថាអេក្រង់ទូរស័ព្ទពិតជាបែកមែនបរិសុទ្ធនោះបានបន្លំធ្វើជាជាងជួសជុលឲ្យសៀវមីបំពេញព័ត៌មានខ្លះសៀវមីដោយមិនមានការសង្ស័យក៏បានបំពេញព័ត៌មានផ្ទាល់ខ្លួនទាំងអស់ចូលទៅបន្ទាប់មកបរិសុទ្ធនោះក៏បានដូរអេក្រង់ថ្មីឲ្យនាងដោយប្រើលេខកូដដែលនាងបានផ្ដល់ឲ្យគេក៏អាចដោះសោទូរស័ព្ទបានសម្រេចរួចហើយបរិសុទ្ធនោះក៏បានបញ្ចូលកម្មវិធីមេរោគ Trojan ទៅក្នុងទូរស័ព្ទរបស់នាងតាមវិធីនេះបរិសុទ្ធនោះអាចភ្ជាប់ទិន្នន័យទូរស័ព្ទរបស់នាងទាំងអស់មកកាន់ទូរស័ព្ទរបស់គេបានសៀវមីដែលមិនដឹងខ្លួនសោះក៏បានដេកលក់នៅក្នុងហាងនោះបាត់ទៅនៅពេលឃើញទូរស័ព្ទជួសជុលរួចដូចថ្មីសៀវមីក៏បានអរគុណគេយ៉ាងខ្លាំងបន្ទាប់ពីសម្រេចបំណងបរិសុទ្ធនោះក៏ចាប់ដើមតាមដានទូរស័ព្ទរបស់សៀវមីភ្លាមគេឃើញទូរស័ព្ទដែលភ្ជាប់គ្នានោះស្រាប់តែភ្លឺឡើងហើយចាប់ដើមមានការជជែកគ្នាហើយអ្នកដែលកំពុងប្រើទូរស័ព្ទនោះគឺសៀវមីហ្នឹងហើយសូម្បីតែកាមេរ៉ាទូរស័ព្ទក៏ត្រូវបានបរិសុទ្ធនោះគ្រប់គ្រងបានដែរថ្ងៃបន្ទាប់មកបរិសុទ្ធនោះចាប់ដើមដឹងពីការរស់នៅប្រចាំថ្ងៃរបស់សៀវមីទាំងអស់សូម្បីតែចំណងចំណូលចិត្តនិងទម្លាប់រស់នៅក៏គេដឹងច្បាស់ដូចបាត់ដៃដែរនៅពេលដែលសៀវមីទៅធ្វើការបរិសុទ្ធនោះថែមទាំងលួចចូលទៅក្នុងផ្ទះរបស់នាងទៀតផងហើយរាល់ព័ត៌មានដែលគេទទួលបានគេនឹងកត់ត្រាទុកក្នុងសៀវភៅមួយដោយដាក់លេខសម្គាល់9ដូច្នេះហើយនាងបានខ្លាចជាជនរងគ្រោះទី9នៅក្នុងបញ្ជីរបស់គេថ្ងៃមួយគេបានរៀបចំឲ្យមានការជួបគ្នាដោយចៃដន្យហើយប្រើរូបរាងសង្ហារបស់គេដើម្បីឲ្យនាងទុកចិត្តទោះបីជាគេសម្ដែងបានល្អយ៉ាងណាក៏ឪពុករបស់នាងចាប់អារម្មណ៍ពីភាពមិនប្រក្រតីភ្លាមដែរគាត់បានព្រមានកូនស្រីឲ្យនៅឆ្ងាយពីគេនិងរំលឹកអភិរក្សក្នុងការរាប់អានមិត្តប៉ុន្តែគាត់មិនដឹងទេថារាល់សម្ដីរបស់គាត់បានបរិសុទ្ធនោះលួចស្ដាប់ឮទាំងអស់ដើម្បីកម្ចាត់ឧបសគ្គបរិសុទ្ធនោះបានប្រើទូរស័ព្ទកូនស្រីផ្ញើសារទៅរកឪពុកបញ្ឆោតឲ្យគាត់ដំឡើងកម្មវិធីមេរោគហើយគាត់ក៏បានសង្ស័យអ្វីដែរជាលទ្ធផលទូរស័ព្ទរបស់គាត់ក៏ត្រូវបានគេហែកបានដូចគ្នាយប់នោះឪពុករបស់នាងទទួលបានសារប្រាប់ថាមានអីវ៉ាន់មកដល់នៅពេលដែលគាត់បើកទ្វារទៅយកអីវ៉ាន់បរិសុទ្ធនោះក៏បានប្រើដុំឥដ្ឋថ្វាយគាត់ឲ្យសន្លប់តែម្ដងថ្ងៃបន្ទាប់សៀវមីភ្ញាក់ឡើងទាំងភ័យខ្លាចព្រោះក្នុងទូរស័ព្ទមានសារជេរប្រមាថមិត្តរួមការងារដល់ទៅ88សារដោយមិនដឹងថានេះគឺជាទង្វើរបស់បរិសុទ្ធម្នាក់នោះនៅពីក្រោយខ្នងឡើយរាល់ការបង្ហោះបង្ខូចឈ្មោះមិត្តរួមការងារត្រូវបានធ្វើឡើងដោយស្វ័យប្រវត្តិសៀវមីដឹងថាទូរស័ព្ទរបស់នាងត្រូវគេហែកហើយក៏ប្រញាប់ទៅក្រុមហ៊ុនដើម្បីបកស្រាយប៉ុន្តែមិត្តរួមការងារទាំងអស់គ្មាននរណាចង់និយាយរកនាងឡើយដោយគ្មានជំរឿនាងក៏សម្រេចចិត្តទៅប្រឹងប៉ូលីសឲ្យជួយតែប៉ូលីសប្រាប់ថាភស្តុតាងមិនគ្រប់គ្រាន់ដើម្បីបើកសំណុំរឿងបានទេម្យ៉ាងទៀតនៅកន្លែងធ្វើការមានមនុស្សចាស់ៗជាច្រើនកំពុងរងចាំដែរបន្ទាប់ពីរងចាំយ៉ាងយូរនាងក៏សម្រេចចិត្តត្រឡប់ទៅផ្ទះវិញពេលនោះបរិសុទ្ធម្នាក់ដែលអាងថាជាអ្នកជំនាញសន្តិសុខបណ្ដាញក៏បានបង្ហាញខ្លួនហើយនិយាយថាគេអាចជួយពិនិត្យទូរស័ព្ទឲ្យនាងបាននៅពេលដែលនាងហុចទូរស័ព្ទឲ្យមើលគេក៏ចាប់ផ្ដើមនិយាយកបោកប្រាស់ភ្លាមគេថែមទាំងចង់យកទូរស័ព្ទនោះទៅស្រាវជ្រាវបន្តទៀតប៉ុន្តែសៀវមីមិនព្រមឡើយបរិសុទ្ធនោះក៏ត្រូវបង្ខំចិត្តចាក់ចេញទៅទាំងមិនអស់ចិត្តសៀវមីកាន់តែគិតកាន់តែមិនអស់ចិត្តក៏ត្រឡប់ទៅរកបរិសុទ្ធម្នាក់នោះម្ដងទៀតនៅពេលឃើញនាងធ្លាក់ក្នុងអន្ទាក់គេក៏ចាប់ផ្ដើមប្រើល្បិចបន្តដោយស្រាប់តែសួរនាងថាយប់មិញនាងដេកជាមួយនរណាសៀវមីនឹកឃើញថាមិត្តជិតស្និទ្ធរបស់នាងបានដេកលេងនៅផ្ទះក៏ប្រញាប់ទៅសួរមិត្តភក្តិម្នាក់នោះនឹកស្មានមិនដល់ថាមិត្តភក្តិនាងឮបែបនេះក៏យំហើយរត់ចេញទៅបាត់នាងមិនដឹងទេថានេះគឺជាល្បិចដែលគេបានរៀបចំទុកជាមុនក្នុងគោលបំណងចង់ឲ្យនាងត្រូវមិត្តភក្តិនិងបងប្អូនបោះបង់ចោលក្នុងពេលជាមួយគ្នានោះប៉ូលីសបានរកឃើញសាកសពចំនួន8នៅក្នុងព្រៃជាយក្រុងហើយក៏បានចាប់ផ្ដើមការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់បំផុតព្រោះរាល់ភស្តុតាងទាំងអស់សុទ្ធតែចង្អុលបង្ហាញទៅលើបរិសុទ្ធម្នាក់នេះពេលល្ងាចសៀវមីមើលរូបថតចាស់ៗជាមួយមិត្តភក្តិក៏កាន់តែខឹងខ្លាំងឡើងនាងគិតថាអ្វីៗគ្រប់យ៉ាងគឺមកពីទូរស័ព្ទនេះទើបនាងសម្រេចចិត្តវាខ្ទេចតែម្ដងការវាបំបែកនេះធ្វើឲ្យនាងនឹកឃើញថាទូរស័ព្ទនេះធ្លាប់យកទៅជួសជុលពីមុនមកវាអាចទៅរួចណាស់ដែលជាងជួសជុលជាអ្នកលួចធ្វើស៊ីដើម្បីស្វែងរកការពិតនាងក៏បានទៅហាងជួសជុលទូរស័ព្ទទាំងយប់ប៉ុន្តែបែរជាឃើញហាងនោះត្រូវបានប៉ូលីសឡោមព័ទ្ធទៅវិញតាមពិតទៅប៉ូលីសក៏សង្ស័យថាករណីឃាតកម្មទាំង8នោះមានពាក់ព័ន្ធនឹងជាងជួសជុលដែរដើម្បីកុំឲ្យគេដឹងខ្លួនសៀវមីក៏បានលួចបដូរប្រើទូរស័ព្ទថ្មីមួយនៅយប់នោះនៅពេលដែលនាងចង់ទេទៅសួរឪពុកថាចេញពីធ្វើការម៉ោងប្រមាណស្រាប់តែមានសំឡេងទូរស័ព្ទរោចេញពីលើពីដានផ្ទះមកនាងភ័យខ្លាំងណាស់ក៏ប្រញាប់ទេទៅប៉ូលីសប៉ុន្តែទូរស័ព្ទបែរជាលុបលេខនោះចោលដោយស្វ័យប្រវត្តិច្បាស់ណាស់ថាបរិសុទ្ធរោគចិត្តម្នាក់នោះបានលួចចូលមកក្នុងផ្ទះរបស់នាងបាត់ទៅហើយសូម្បីតែទូរស័ព្ទថ្មីក៏ត្រូវបានគេគ្រប់គ្រងបានដែររឿងនេះធ្វើឲ្យនាងដឹងភ្លាមថាមានមនុស្សចម្លែកនៅក្នុងផ្ទះនាងភ័យខ្លាំងណាស់ក៏រត់ទៅបន្ទប់របស់ឪពុកនាងយ៉ាងលឿនប៉ុន្តែឪពុករបស់នាងមិនបាននៅផ្ទះឡើយនាងក៏ព្យាយាមទេទៅប៉ូលីសម្ដងទៀតប៉ុន្តែមិននឹកស្មានដល់ថាទូរស័ព្ទបែរជាលុបលេខចោលដោយខ្លួនឯងយ៉ាងចម្លែកបន្ទាប់មកវាក៏ចាប់ផ្ដើមថតរូបសៀវមីយ៉ាងរត់ទៅម្ដងសៀវមីភ័យពេកក៏វែងទូរស័ព្ទចោលរួចរៀបចំរត់ចេញពីទីនោះបាទដើម្បីចង់ដឹងឲ្យច្បាស់នាងក៏កាន់ដបងឈើមួយដើរទៅកាន់បន្ទប់ទទួលភ្ញៀវទើបនាងដឹងថាសម្លេងនោះគឺចេញពីម៉ាស៊ីនថតសម្លេងសោះខណៈពេលដែលនាងកំពុងឆ្ងល់បរិសុទ្ធ